ចឹងពុទ្ធបរិស័ទធ្លាប់ដឹងហើយថាការឧទ្ទិសទានយើងធ្លាប់លើកំណាព្យថាប្រែតរួចពីឃ្លានព្រោះទានរំដោះសម្ដេចព្រះសង្ឃរាជជួនណាត់សរសេរថាទាំងណូញាតៃណាងហោតសុខេតាហោណូញាតយោណៃសង្ឃរាជជួនណាត់សរសេរអញ្ចឹងពិធីច្រូចទឹកសម្ដេចព្រះមហាសុមេធាធិបតីចូលតាញ់យាណោជួនណាត់ព្រះសង្ឃរាជគណៈមហានិកាយរៀបរៀងពុទ្ធសករាជ2509គ្រិស្តសករាជ1966ហើយក្នុងសភៅហ្នឹងមើលទំព័រទី5សម្ដេចលោកប្រាប់ថាការឧទ្ទិសបែបគេហៅថាចំឈ្មោះហ្នឹងឆ្ពោះទៅឈ្មោះខឈ្មោះកអីចឹងហើយសូមអនុមោទនាចុះការឧទ្ទិសបែបនេះជាច្បាស់ណាស់សម្រាប់កូនចៅឬសិស្សគុណញាតិមិត្តធ្វើតក្កណានុបទានផ្ទាល់ខ្លួនផ្សេងទីតីពីសាធារណៈឧទ្ទិសសម្ដេចសរសេរអញ្ចឹងហើយដែលបានពោលឲ្យខាងលើការឧទ្ទិសផលបុណ្យឆ្ពោះទៅបុគ្គលដែលចែកឋានទៅ3ថ្ងៃ7ថ្ងៃឬបុណ្យ100ថ្ងៃនិងបុណ្យខួបជាដើមគួរពុទ្ធបរិស័ទពេញចិត្តធ្វើបែបនេះមានន័យថាទិសចំឈ្មោះអ្នកណាដែលស្លាប់100ថ្ងៃអញ្ចឹងចា៎បើញាតិតិប្រែតគឺញាតិដែលចែកឋានទៅកាន់បរលោកអញ្ចឹងញាតិតិប្រែតហ្នឹងប្រែថាញាតិដែលចែកឋានទៅកាន់បរលោកហើយនោះមានចំនួនច្រើនអញ្ចឹងដូចជាវរៈកងទ័ពរបស់យើងមានចំនួនច្រើនអញ្ចឹងអ្នកឧទ្ទិសពុំអាចចេញឈ្មោះគ្រប់គ្នាបានទេគួរឧទ្ទិសថាអ៊ីទាំងណូញាតៃណាងហោតោសុអេតាហោនតោញាតយោផលបុណ្យដែលយើងឧទ្ទិសទៅនេះសូមបានសម្រេចដល់ញាតិទាំងឡាយរបស់យើងណូនឹងប្រែថារបស់យើងនឹងសម្ដេចប្រែអញ្ចឹងទៀតណាសូមញាតិទាំងឡាយបានសេចក្តីសុខចុះដោយកាលព្រះបាទពំពិសាទ្រង់ច្រូចទឹកឧទ្ទិសផលបុណ្យឆ្ពោះដល់ពួកប្រែតជាញាតិពីព្រេងនាយរបស់ព្រះអង្គដែលចាស់ទុំខ្លះហៅតាមទម្លាប់ថាពួកប្រែតតេរោព្រោះរឿងប្រែតទាំងនោះមានចែងក្នុងតេរោកតសូត្រក្នុងតេរោកតសូត្រនោះមានគាថាបាលីសម្រាប់សូត្រឧទ្ទិសផលបុណ្យថាយថាវេរវហាបូរាបពរេនិសាកេរាំងជាដើមអញ្ចឹងសម្ដេចសង្ឃរាជជួនណាត់លោកមានបន្ទូលថាដូចប្របាទពំពិសាឧទ្ទិសដែរហ្នឹងអញ្ចឹងសរុបសេចក្តីមករឿងការឧទ្ទិសនេះយកតាមសម្ដេចព្រះសង្ឃរាជជួនណាត់ទៅព្រោះសភៅលោកបានសរសេរតាំងពីឆ្នាំ1966ហើយពុទ្ធសករាជ2509បើគិតមកដល់ឥឡូវយើងពុទ្ធសករាជ2569អញ្ចឹងមានន័យថា60ឆ្នាំមុនហើយ60ឆ្នាំមុនពុទ្ធបរិស័ទនៅកន្លែងណាក៏ដោយឲ្យតែកាន់ព្រះពុទ្ធសាសនាតែងតែប្រពៃពិធីបុណ្យនេះថាបុណ្យប្រពៃណីហ្នឹងគឺបុណ្យនេះនៅក្នុងសម័យពុទ្ធកាលអត់មានពាក្យថាប្រជុំបិណ្ឌនឹងទេអត់មានទេតែមានតែពាក្យថាបវារណាបច្ច័យ4ប្រសងអីចឹងសម័យពុទ្ធកាលអញ្ចឹងជាបឋមនេះសូមលើកយកពាក្យថាហេតុអីបានយើងត្រូវធ្វើប្រជុំបិណ្ឌនឹងសិនព្រោះកុំតន់ដល់ប្រធានបទនៃការដឹងគុណព្រោះរងចាំព្រះវាគ្មិនមួយអង្គទៀតលោកនឹងនិមន្តមកសម្ដែងនៅក្នុងឱកាសនេះគ្រាវេលាបន្តិចទៀតនេះពុទ្ធបរិស័ទទាំងឡាយធ្លាប់ដឹងហើយដដែលដែរគឺមួយឆ្នាំគឺមានម្ដងបុណ្យប្រជុំបិណ្ឌនេះបើយើងគិតទៅពីថ្ងៃ1រោចខែផុតត្របុត្រដល់ថ្ងៃ14រោចខែផុតត្របុត្រគេហៅថាបុណ្យកាន់បិណ្ឌហ្នឹងគឺពុទ្ធបរិស័ទចំណុះជើងវត្តហ្នឹងកាន់មកវេនអញ្ចឹងទៅហ្នឹងហៅថាកាន់បិណ្ឌដល់ថ្ងៃ15រោចខែផុតត្របុត្រគឺជាថ្ងៃប្រជុំបិណ្ឌអញ្ចឹងគឺថ្ងៃនេះថ្ងៃ5រោចហើយនៅសល់តែ10ថ្ងៃទៀតដល់ថ្ងៃប្រជុំបិណ្ឌអញ្ចឹងថ្ងៃនេះអាចនិយាយថាកាន់បិណ្ឌវេនទី5ហើយស្អែកនេះកាន់បិណ្ឌវេនទី6 5រោចខែផុតត្របុត្រហើយស្អែកនេះគឺ6រោចខែផុតត្របុត្រឧបហេតុនៃការប្រារព្ធពិធីបុណ្យប្រជុំបិណ្ឌរបស់ប្រជាពុទ្ធបរិស័ទខ្មែរយើងទី1ដើម្បីញ៉ាំងសាមគ្គីធម៌ឲ្យកើតមានពុទ្ធបរិស័ទ
bộ sam cái kho sầm khăn á miền này thà nơi Khmer dương nơi Bắc Tây Na cả đói nơi Americ, Australia, Canada, New Zealand, rồi có Parang ngay chỉ đám cứ tay tay bột bị thi bon nâng nơi vọt và nơi Parang miền vọt nơi cả hai thằng vọt nơi thịក្រុង Paris ឬ nơi Củ Di ấy nơi chỉ đào mấy chân nó khơi xong nơi Parang lô bằng họ chỉ mình to nó trong bị chết ham nhang sam kỳ thoi cả miền tí muối bỏ hai tí muối tí pí đâm bay đẹp xa và bay ni bồ ran Khmer dưỡng đại bàn có cao đại miền thị bon can ban chung ban tăng vì riêng sớm mai và bạt ong đuống nó cứ tí pí đẹp xa và bay ni nâng màu và dừng kết tới cứ châu rồi năm đại hỏi là dừng đẹp xa và bay ni nâng chuột một rồi hốt nâng to tới năm cõi tiết vậy tới cứ mùi chỉ vật bọc nhom cả nàng nhom bát tăng thì đăng cái đây máu cứ khơi tha bột bò sạch mai dưỡng mình đại khàn xong bay năm nào đây thuộc bay thà tới chiết miền than lập hiệp lục ba ấy giang na cả đói có dương nơi tại pro bị thi bòn này này hai thá bòn bọc bay này chiết mai dưỡng phong đái hay côn trai prosray cana bên nơi đồng bọn ngay cái tay tay từ xua sọt tục mai rồi có chun lôi cả bạc ca hay sầm rạp ô thom mai ở chia đàm tí pì tí bay pop hai thông chủng bong rồi bỏ bị thi bon này cứ đam bay từ nơi tiến ở từ tiến đó pop ca ray chun group chủng non tròn nè có ran lục tha khmoi môn khmoi còi mà rồi tròn mà pon đầm ruột ta tuôn y tuột ta lia gì lia chỉ bị xét cứ vì rạ con tọp Khmer dương để bàn bẹ ly chi vật làm bay pop head chiết sasna prem hạc sản nó cứ sầm khăn này là dương trời tại pro bị thi bon này nâng ở tư từ đòn vì rạ bỏ rõ con tọp dương vì rạ con tọp Khmer dương để bàn bẹ ly tạch sro chiêm sro làm bay pop head cà phê chiết miệt tập hôm Campuchia dương những chỉ pop head sầm khăn chùm bóng thôm chừng kế kho các đây bị thị bon can ban nâng chùm ban này tôi đây bột bò sạt lọt bằng hơi và dây tới nên nhom cả này nhom ban chạp đam thì dịch đầy đam này rong chạm bèn việc mình luôn thì môn móc vào chọp bằng riêng sang bằng tách hay cúp xăm nâng pê về lia có đòn màu này hơi chẳng có châu ruộng chỉ thom mẹ cả tha bàn đá chỉ ca bằng ốc pê về lia rong chăm bèn việc mình để chẳng bột bò sát thọp đăng hai thà ca ở tư tiền ấy vậy tới cứ dân thọp lư cầm nạp thà pride ruồi bị clean protein rụng đỏ chẳng miền này thà nè đại slap tới đại dồn do cầm na cao nơi không pe tạ vì say này pride đấy cứ đại ai rụng đỏ ruồi bị sạch đây sấy clean bán rồi pride cứ miền sạch đây sấy clean nâng crop sừng cọt này cứ rồi ai hộp mình bán đấy rồi ai từ tu tiên mình bán rồi hộp đó cái miền chỉ small bọt tầm nuôi pride ấy cao nơi chỉ mình đốt bằng tu rê dục ngày mình đây rồi tại cô nó cái bàn gì cái ruồi luôn ở luôn này về ruồi luôn vô vì miền đây sấy clean nâng trong bị chẹt hà nè pride ruồi bị clean protein rụng đỏ trong bị chẹt bột bò sát hà rồi đây nó chỉ là đời cao này cà phê tiền này ấy hay cà phê tiền này tiết sót và trong ai popacare chun rồi bao nhiêu ruồi chạ vì dịch đây sấy clean ấy từ miền tây phơi tiềnประกอบ ông bay để bột bò sạch phơi tiền ประกอบ ông bay này là sầm khăn á bột bò sạchผมนั่งยังphơi tiền hay anh xong tiền rồi bao nhiêu đăng tập bán bàn tayยังtrời tại hai thà bát tại tiền này mình dẹp bồn sầm rải bị cả ao tiền nó cứ dương bàn này bàn tayยังtrời miền mùi tiết cứ bát ta là mô tình mình dẹp thường mất ao kê ban anh mô tình tiền rồi bao nhiêu bát ta là mô tình mình dẹp bồn sầm rải bị cả anh mô tình tiền chân nè đại trai than tới nó cứ anh mô tình tiền rồi bỏ dừng nó ngặt bảng thì muối với tiền nhầm pua
អ្នកមានសិលទី2ទាយកាណាងទីសនេអ្នកដោយការទិសរបស់ទាយុទាយិកាទាំងឡាយមានន័យអ្នកឲ្យទាននិងទី3អត្តនោអនុមោទនីអ្នកដោយការអនុមោទនីរបស់ខ្លួននឹងគឺរបស់ប្រែតហ្នឹងឯងពុទ្ធបរិស័ទទាំងឡាយបណ្ដាអង្គទាំង3នេះអត្ថកថាលោកពោលថាទាយកាណាងទីសនេអ្នកនេះជាហេតុវិសេសហេតុទាំង3ហ្នឹងគឺអ្នកឲ្យទានជាហេតុវិសេសហេតុអីបើអត់មានអ្នកឲ្យទានទេគឺប្រសងក៏មិនបានទទួលមិនបានចង្ហាន់ហើយប្រែតក៏មិនបានទទួលអញ្ចឹងអត្តថាលោកទៅសើអ្នកឲ្យទានហ្នឹងអញ្ចឹងពុទ្ធបរិស័ទដែលខំប្រឹងចេញពីកន្លែងធ្វើការទៅជួបជុំបងប្អូនកូនប្រពន្ធញាតិមិត្តសាច់សាលោហិតនិយាយតាម៉ែឪមីងមាជាដើមហ្នឹងលោកទៅសើណាថាជាអ្នកពិសេសជាអ្នកប្រសើរដែលដោយសារតែមានអ្នកហ្នឹងឯងប្រែតលោកថាដោយសារតែមានអ្នកឲ្យទានហ្នឹងទើបយើងបាននៅទ្រព្យសម្បត្តិបាននៅសម្បត្តិហ្នឹងបាននៅសម្បត្តិហ្នឹងមិនមែនមានន័យថាឲ្យបាយទៅបានបាយគឺបានទទួលនៅសម្បត្តិដោយសារតែប្រែតហ្នឹងបានទទួលអនុមោទនីហ្នឹងនិយាយបញ្ជាក់ប៉ុណ្ណឹងចុះអង្គ3ហ្នឹងឥឡូវនិយាយពីរឿងអង្គដែលអ្នកឧទ្ទិសនេះអង្គអ្នកទិសដែលអត្ថកថាលោកទៅសារថាជាអង្គវិសេសជាហេតុវិសេសហ្នឹងតើគួរឧទ្ទិសបែបណាកន្លែងហ្នឹងនៅតែមានការយល់ច្រឡំហើយក៏នៅតែមានការជជែកបែកញែកថាអ្នកខ្លះអញ្ចេះអ្នកខ្លះចង់ហ្នឹងទៅប៉ុន្តែឥឡូវខ្ញុំប្រកាសណាខ្ញុំបានស្រាវជ្រាវឃើញនៅក្នុងសៀវភៅពិធីច្រូចទឹករបស់សម្ដេចព្រះសង្ឃរាជជួនណាតចូលតាញាណោសម្ដេចព្រះសង្ឃរាជលោកបានសរសេរនៅហ្នឹងឥឡូវយកតាមសម្ដេចព្រះសង្ឃរាជចុះលោកសរសេរថាការឧទ្ទិសហ្នឹងមាន2គឺទី1គឺឧទ្ទិសអសាធាហ្នឹងគឺបើសិនជាអ្នកស្លាប់ទៅឈ្មោះអីទៅឈ្មោះហ្នឹងទៅប៉ុន្តែមួយទៀតលោកថាទៅសាធាហ្នឹងមានន័យទូទៅសម្ដេចព្រះសង្ឃរាជជួនណាតសរសេរថាទាំងណូញាតៃណាងហោតសុខេតាហោណូញាតយោណៃសង្ឃរាជជួនណាតសរសេរអញ្ចឹងហើយអត្ថបទហ្នឹងខ្ញុំប្រកាសណាខ្ញុំបាទធ្លាប់ឃើញសម្ដេចព្រះមហារាជវង្សយ៉នសេងយាត share ចែកម្លែកផងដែរបានnhưខ្ញុំបាទដឹងហើយឃើញហ្នឹងឃើញសម្ដេចព្រះមហារាជវង្សយ៉នសេងយាតបច្ចេកការវត្តអណាឡោមលោក share ចែកម្លែកប្រហែលជាយូរ1ឆ្នាំ2ឆ្នាំហើយខ្ញុំបាទបានសែវឯកសារនឹងទុកដែរសែវទុកប្រហែលជាក្នុងទូរស័ព្ទញាតៃណាងហោតសុខេតាបាទសុខេតាហោតញាតៃយោអូនេះពីលោតមកនេះពិធីច្រូចទឹកនេះមើលមិនឃើញទេយ៉ាប្រែមើលឃើញនេះឃើញពិធីពិសោនេះមើលឃើញពិធីច្រូចទឹកសម្ដេចព្រះមហាសុមេធាធិបតីចូលតាញ់យាណោជួនណាតព្រះសង្ឃរាជគណៈមហានិកាយរៀបរៀងពុទ្ធសករាជ2509គ្រិស្តសករាជ1966ហើយក្នុងសភៅហ្នឹងមើលទំព័រទី5សម្ដេចលោកប្រាប់ថាការទិសបែបគេហៅថាចំឈ្មោះហ្នឹងឈ្មោះទៅឈ្មោះខឈ្មោះកអីចឹងហើយសូមអនុមោទនាចុះហើយបានសម្ដេចថាការទិសបែបនេះជាច្បាស់ណាស់សម្រាប់កូនចៅឬសិស្សគុណញាតិមិត្តធ្វើតក្កណានុប្រទានផ្ទាល់ខ្លួនផ្សេងទីតីពីសាធារណៈឧទ្ទិសសម្ដេចសរសេរអញ្ចឹងហើយដែលបានពោលឲ្យខាងលើការទិសផលបុណ្យចំពោះទៅបុគ្គលដែលចែកឋានទៅ3ថ្ងៃ7ថ្ងៃឬបុណ្យ100ថ្ងៃនិងបុណ្យខួបជាដើមគួរពុទ្ធបរិស័ទពេញចិត្តធ្វើបែបនេះមានន័យថាទិសចំឈ្មោះអ្នកណាដែលស្លាប់100ថ្ងៃអញ្ចឹងចាបើញាតិតិប្រែតគឺញាតិដែលចែកឋានទៅកាន់បរលោកអញ្ចឹងញាតិតិប្រែតហ្នឹងប្រែថាញាតិដែលចែកឋានទៅកាន់បរលោកហើយនោះមានចំនួនច្រើនអញ្ចឹងដូចជាវរៈកងទ័ពរបស់យើងមានចំនួនច្រើនអញ្ចឹង
អ្នកឧទ្ទិសពុំអាចចេញឈ្មោះគ្រប់គ្នាបានទេមិនដឹងឈ្មោះអីណាទៅកើនរំឧទ្ទិសចេញឈ្មោះអស់2 3ម៉ោងមិនដឹងមិនបាច់ផងតែបានសម្ដែងលោកថាគួរឧទ្ទិសថានេះមើលថានេះគួរឧទ្ទិសថាអ៊ីទាំងណូញីតៃណាងហៅតោគួរយកតាមសម្ដេចជួនណាតបដ ாய் ទៅសុអេតាហោនតោញីតយោផលបុណ្យដែលយើងឧទ្ទិសទៅនេះសូមបានសម្រេចដល់ញាតិទាំងឡាយរបស់យើងណូនឹងប្រែថារបស់យើងនឹងសម្ដេចប្រែអញ្ចឹងទៀតណាសូមញាតិទាំងឡាយបានសេចក្តីសុខចុះហើយបានសម្ដេចលោកលើកឧទាហរណ៍ទៀតដោយកាលព្រះបាទពំពិសាទ្រង់ច្រូចទឹកឧទ្ទិសផលបុណ្យឆ្ពោះដល់ពួកប្រែតជាញាតិពីព្រេងនាយរបស់ព្រះអង្គដែលចាស់ទុំខ្លះហៅតាមទម្លាប់ថាពួកប្រែតទេរោព្រោះរឿងប្រែតទាំងនោះមានចែងក្នុងទេរោកុដសោតក្នុងទេរោកុដសោតនោះមានគាថាបាលីសម្រាប់សូត្រឧទ្ទិសផលបុណ្យថាយថាវិរិវហាបូរាបរិពរេនិសាកេរាំងជាដើមអញ្ចឹងសម្ដេចសង្ឃរាជជួនណាត់លោកមានបន្ទូលថាដូចប្របាទពំពិសាឧទ្ទិសដល់ហ្នឹងអញ្ចឹងសរុបសេចក្តីមករឿងការឧទ្ទិសនេះយកតាមសម្ដេចព្រះសង្ឃរាជជួនណាត់ទៅព្រោះសភៅលោកបានសរសេរតាំងពីឆ្នាំ1966ហើយពុទ្ធសករាជ2509បើគិតមកដល់ឥឡូវយើងពុទ្ធសករាជ2569ចឹងមានន័យថា60ឆ្នាំមុនទៅហើយ60ឆ្នាំមុនចឹងក្នុងអត្ថន័យហ្នឹងហើយមួយទៀតដែលបន្ទាប់ពីប្របាទពំពិសាឧទ្ទិសហើយហ្នឹងគឺប្រែតហ្នឹងបានទទួលឲ្យហើយបានព្រះអង្គសម្ដែងទេរោកុដសោតបានមានពាក្យអ៊ីទាំងវោញាតៃណាងហោតោសឹកតាហោតោញាតយោហ្នឹងក៏មានការជជែកវែកញែកគ្នាខ្លះដែររឿងហ្នឹងគួរតែនិយាយបើមិននិយាយមិនកើតទេនាំតែហៅថាលោកគ្រូឯងឧទ្ទិសខុសពុទ្ធដីកាតាមពិតមិនមែនទេពុទ្ធដីកាព្រះអង្គសម្ដែងពីផតតានមោទនាហើយមកចោទថាគ្រូឯងឧទ្ទិសខុសពុទ្ធដីកាថាទាំងវោថាទាំងវោហ្នឹងគឺជាព្រះអង្គអនុមោទនាប្រែតហ្នឹងបានទទួលផលបុណ្យហើយបានព្រះអង្គសម្ដែងទេរោកុដសោតមានពាក្យអ៊ីទាំងវោមានន័យថាប្រែតជាញាតិប្របាទពំពិសាហ្នឹងបានអនុមោទនានៅទានរបស់ព្រះអង្គហើយបានកើតជាទេវបុត្រទេពធីតាបានហ្នឹងហើយបានចេញពាក្យអ៊ីទាំងវោហ្នឹងក្រោយអ៊ីទាំងវោហ្នឹងក្រោយទេមានន័យថាប្រែតហ្នឹងបានទទួលផលបុណ្យបាត់ទៅហើយប្រែតបានទទួលផលបុណ្យហ្នឹងមិនមែនបានទទួលដោយសារអ៊ីទាំងវោទេហ្នឹងនិយាយការពិតក្នុងអត្ថកថាលោកវិញ្ញាចឹងហ្នឹងលោកនិយាយលោកបានសរសេរពីរឿងពីខាងដើមការប្រសាសនាគមនៅទីក្រុងរាជក្រឹសទ្រង់សម្ដែងនៅពធទេសនាមានទេរោកុដដេជាដើមហ្នឹងព្រោះប្រពនៅប្រែតទាំងឡាយដែលច្រើនគ្នាហ្នឹងឯងអញ្ចឹងក្នុងអត្ថន័យហ្នឹងគឺប្រែតហ្នឹងបានទទួលចំណែកបុណ្យហ្នឹងហើយបានជាព្រះអង្គសម្ដែងនៅផតតានមោទនាមានពាក្យទាំងវោក្រោយអញ្ចឹងមានន័យថាបុណ្យគឺប្រែតហ្នឹងបានទទួលហើយទាំងវោហ្នឹងក្រោយទេបាទហ្នឹងចង់បញ្ជាក់អញ្ចឹងឯងហើយសប្តាហ៍ថ្ងៃហ្នឹងក៏ឃើញប្រសង់ឬក៏ពុទ្ធបរិស័ទខ្លះយកពាក្យទាំងវោមកឧទ្ទិសហ្នឹងប៉ុន្តែបើយកល្អយកតាមសម្ដេចសង្ឃរាជជួនណាតហើយសម្ដេចព្រះសង្ឃរាជជួនណាតលោកលើកឧទាហរណ៍ទៀតសម្ដេចលោកថាលោកមានបន្ទូលថាចេះលោកថាដោយកាលព្រះបាទពំពិសាទ្រង់ច្រូចទឹកឧទ្ទិសផលបុណ្យឆ្ពោះទៅដល់ពួកប្រែតជាញាតិពីព្រេងនាយរបស់ព្រះអង្គមានន័យថាទាំងណូញាតៃណាងហោតោសុខេតាហោតោញាតយោហ្នឹងគឺអញ្ចឹងហើយការប្រែរបស់សម្ដេចព្រះសង្ឃរាជជួនណាតផលបុណ្យដែលយើងឧទ្ទិសទៅនេះណាសូមបានសម្រេចដល់ញាតិទាំងឡាយរបស់យើងពាក្យណូប្រែរបស់យើងហើយសូមញាតិទាំងឡាយបានសេចក្តីសុខចុះអញ្ចឹងបើយើងប្រើពាក្យវោនឹងជានិបាតិសាប្រែមិនចេញទេអត់មានពាក្យថារបស់យើងបើដាក់ណូមកចេញមករបស់យើងច្បាស់ចែកហើយយកតាមសម្ដេចព្រះសង្ឃរាជជួនណាតទៀតហ្នឹងការទិសប៉ុណ្ណឹងហើយរួមចាំព្រះវាគ្មិនដើម្បីនិមន្តមកហ្នឹងកន្លះម៉ោងបាត់ហើយមិនទាន់ឃើញនិមន្តមកទេចឹងសូមបញ្ចប់ប៉ុណ្ណេះក្រែលោកបងស្រីមានអីសួរទៀតអរគុណបាទចាលោកគ្រូនិយាយទៅខ្ញុំមិញទៅមកពីបុណ្យសូត្រមន្តដែរនៅវត្តចិនដំដែងក្រសួងការពារជាតិនេះណាក្រសួងការពារជាតិលោកកាន់វេនបុណ្យចឹងទៅខ្ញុំគេឃើញលោកអាចារ្យដែលទៅដោយលោកគ្រូដែរមិញអ៊ីទាំងណូញីតៃណាង
tốt sau khi ta hao tốt nhiệt tạ giàu mà nhớ Dạ, nó thuộc. chà mình nhớ từ khơi quạt từ chỉ cần thấy có từ đầu đã còn top ấy chân từ quạt nó cứ thiệt chở người thà bồ chia sập còn top chừng tới có miền cạn bần cái xuống cái chiết cạn bần nhom từ mặt đòn mấy này này cho có khơi nhà cha lục lục từ bạc đôi lục cừu đài hay lấy vì muốn nhom lư sâu nhom khuôn nhom có vô đài lục cừu đạp pe lấy nên mà dạng ní khơi ý tiếng nô chờ chẳng phải chỉ ca sao chứ lục cừu đá thà từ năng của mi bạc sắp như ấp miền ấp tầm này bộ đôi lục cừu miền sạch chén lục cừu thang lấy giá lục chụp nhóm ta khó coi nên nghe lục cừu con trai lục cừu sầm rạp caបញ្ជាក់អំពីការឧទ្ទិសទានថ្ងៃនេះបុណ្យដោយសារខែបុណ្យប្រពៃណីនេះគឺរាប់រយឆ្នាំមកតាំងពីសម្ដេចព្រះបាទអង្គឌួងម្លេះនៅសម័យឧដុង្គនៅថ្ងៃសម័យឧដុង្គហ្នឹងគឺចឹងហើយនៅឧដុង្គគឺសបវត្តខ្លាំងមែនទែនសម័យនោះគឺរីកចម្រើនដោយសារតែប្រជាកាលនោះលោកបង្រៀនផងលោកគ្រូបង្រៀនផងរាជធរចាលោកគ្រូបង្រៀនទៀតព្រះអង្គណាគ្រូបង្រៀនផងហើយអញ្ចឹងឃើញរីកចម្រើនជឿនលឿនមែនទែននៅខាងពុទ្ធសាសនាជាពិសេសឧបាយក្នុងការអប់រំទាញឲ្យយុវជនឬក៏ក្មេងៗដើម្បីឲ្យបានចូលវត្តចូលវាហ្នឹងពីដើមធម្មតាពហុសូត្រអ្នកចេះដឹងអ្នកធំអ្នកតូចអីចេញទៅពីវត្តហ្នឹងជាសាលារៀនបន្តនៅវិជាទាំងអស់ហ្នឹងអញ្ចឹងទៅសម័យឧដុង្គហ្នឹងឃើញរីកចម្រើនមែនទែនខាងពុទ្ធចក្រហ្នឹងរហូតដល់អាណាចក្រទៀតអញ្ចឹងណាលោកគ្រូអញ្ចឹងខ្ញុំតែពេលវេលាយើងក៏នៅឆ្ងាយដែរចង់ឲ្យលោកគ្រូមានអ្វីអាចអញ្ជើញចូលរួមចាស់ព្រោះខ្ញុំមិនបាច់សួរសំណួរលោកគ្រូទេលោកគ្រូអញ្ជើញចាស់តាមអ្វីដែលលោកគ្រូអាចរំគីសេចក្តីអំពីអត្ថន័យនៃបុណ្យប្រជុំបិណ្ឌបាននិយាយពីឧទ្ទិសទានហើយរបៀបឧទ្ទិសទានអញ្ចឹង3ចំណុចធំក្នុងការបុណ្យទី1លោកគ្រូបានមានប្រសាសន៍ថាបុណ្យប្រជុំបិណ្ឌហ្នឹងគឺបង្កើតនូវភាពសាមគ្គីពីព្រោះយើងគេឃើញនៅក្នុងសង្គមយើងមានកាន់បិណ្ឌយើងរួបរวมគ្នាមិនអាចកាន់គេថាបិណ្ឌម្នាក់ឯងបើបិណ្ឌម្នាក់ឯងដូចជាទៅក៏សង្កេតប៉ុន្តែអ្វីដែលផ្លែត្រង់នេះជាមួយប្រពៃណីពីដើមលោកបោះបាយបិណ្ឌក៏យើងពីសេចក្តីទៅយើងអត់មានថាប្រទេសលោកអប់រំនៅក្នុងនឹងដែរចឹងទាំងអស់នេះគឺចោតបញ្ជាក់ឲ្យឃើញថាសាមគ្គីដូចភាសាគឺសាមគ្គីធម៌មួយដែលយើងរស់នៅទីត្រីរៀងខ្លួនទាំងទីត្រីហើយបបរួមគ្នាដើម្បីសាងសេចក្តីល្អនៅទីវត្តហ្នឹងរៀងដាច់ចាដាច់ឯលោកគ្រូបាទឡើងសើអីបាទដើម្បីទេសេវាអញ្ចឹងយើងឃើញលក្ខណៈសាមគ្គីធម្មតាយើងធ្វើស្ដាយចោលសម័យពីដើមមកយើងអត់មានព័ន្ធទូរស័ព្ទទេគ្នាណាអត់មានឆាតរកគ្នាដូចសម័យឥឡូវទេតែអញ្ចឹងទៅអ្វីដែលអាចជួបជុំគ្នាបានគឺមានតែពីទីកាត់នៅជុំបិណ្ឌហ្នឹងចាចាំហើយពេលដែលជុំបិណ្ឌហ្នឹងទីផ្សារយើងបានឃើញពីតែខាងសាមគ្គីមកកាន់បិណ្ឌរួមគ្នាហើយជាពិសេសអ្វីដែលយើងឃើញនោះគឺការតបស្នងសងគុណដល់ពុទ្ធបរិសនឹងការចែករំលែកនៅសេចក្តីល្អនិងការឧទ្ទិសទានដែលលោកគ្រូអញ្ចឹងតែជុំបិណ្ឌយើងមើលឃើញទៅគឺមានប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃសម្រាប់តែជាពិសេសដូចរឿងប្រាជ្ញប្រវត្តិសូត្រអីចឹងលោកគ្រូខ្ញុំជាមនុស្សម្នាក់ខ្ញុំជួយស្ដាប់ប្រាជ្ញប្រវត្តិសូត្រយើងដាច់មិនដឹងថាជំនួយការ assistant ឬដាច់ចឹងអត់ឬក៏មកពីអ៊ីនធឺណិតខ្ញុំអត់ស្គាល់តែនិយាយអត់ទេចាំមើលឲ្យអ្នកស្ដាប់ផ្សេងមកពីសេវាខ្ញុំមែនទេខ្ញុំមានសេវាសម្រាប់ប្រវត្តិបែបណាចឹងខ្ញុំបានកលេចចាសូមអភ័យទោសចំពោះពុទ្ធបរិស័ទទាំងឡាយការផ្សាយចែករំលែកមានបញ្ហាអ៊ីនធឺណិតអត់អីទេលោកគ្រូបាទជឿមានប្រសាទទៀតចឹងមិញខ្ញុំបានទីឡើងវិញពីរឿងលោកគ្រូមានប្រសាសន៍ពីរឿងសាមគ្គីអញ្ចឹងយើងសាមគ្គីយើងមើលឃើញចាក់ស្ដែងសាមគ្គីមែនលោកគ្រូព្រោះអត់មានប្រព័ន្ធទូរស័ព្ទណាតែរកគ្នាទេសម័យមុនណាទៅវត្តហ្នឹងឲ្យជួបជុំគ្នាហ្នឹងហើយតែមកទីគឺកិច្ចកតញ្ញូដល់គុណដល់ប្រពបរោការចាយបុណ្យការឧទ្ទិសបុណ្យដោយលោកគ្រូរហូតដល់ឧទ្ទិសបុណ្យទាំងចាយបុណ្យទាំងអ្នកនៅញាតិជុំវិញខ្លួននៅរស់រហូតដល់ឧទ្ទិសបុណ្យដល់បពបរោះចែកឋាននិងដល់ប្រែទៀតអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំចង់ងាកត្រឡប់ពីរំមកវិញចង់បុណ្យ
ជុំបិណ្ឌគឺជាបុណ្យប្រពៃណីដែលតាមភ្ជាប់ទៅនឹងព្រះពុទ្ធសាសនាដែលរជាសេចក្តីមកគឺតាមរបៀបតាមបង្រៀនរបស់ព្រះអង្គអញ្ចឹងដូចប្រាជ្ញវសូត្រអីចឹងការប្រាជ្ញវសូត្របើយើងស្ដាប់ទៅពីនាងទាំង12អញ្ចឹងតាប្រាហ្នឹងតែសម្រាប់តែជុំបិណ្ឌហើយលោកគ្រូឬក៏សម្រាប់យើងពីណាក៏បានដែរអញ្ចឹងដល់ចាក់ហ្នឹងបាទសូមអរគុណច្រើនសួរថាបារាហ្នឹងមិនមែនសម្រាប់តែប្រជុំបិណ្ឌទេក្រៅប្រជុំបិណ្ឌអាចសូត្របានឬអត់សំណួរសួរដូចនេះសំណួរសួរអញ្ចឹងឬយ៉ាងណាចាលោកគ្រូចាខ្ញុំមើលសេវាខ្ញុំទៅនឹងសួរអញ្ចឹងសួរថាតើបារាប្រវត្តិឃើញចាក់តែពេលប្រជុំបិណ្ឌអញ្ចឹងណាលោកគ្រូបាទចាតើហ្នឹងបើតាមន័យឬន័យទូទៅទេបាទហេតុអីក៏ចាក់តែពេលប្រជុំបិណ្ឌទេបាទសូមអរគុណច្រើនចំពោះបងជាធម្មពិធីការនីដែលអ្នកសម្របសម្រួលកម្មវិធីនៅក្នុងធម្មសន្តានានេះគឺតើហេតុអីក៏បរាមវៈសូត្រហ្នឹងចាក់តែរដូវប្រជុំបិណ្ឌដូចនេះកម្មវិធីអីមិនក៏មិនចាក់តាមពិតទំនៀមទម្លាប់បែបប្រាវៈសូត្រនេះគឺតាំងពីសម័យព្រះបាទអង្គឌួងមកគឺមុននឹងសូត្រប្រាវៈសូត្រនឹងហើយបានបោះបាយបិណ្ឌពេលព្រឹកព្រលឹមរៀបទៀបភ្លឺនឹងឯងដើម្បីជាការដាស់តឿនក្រើនរំលឹកក៏ដូចជាការអប់រំដល់កុលបុត្រខ្មែរយើងឲ្យយល់ពីហេតុនៃសេចក្តីវិនិច្ឆ័យហ្នឹងហើយកិច្ចពីវិនិច្ឆ័យហ្នឹងគប់រកចម្រើនអញ្ចឹងប្រាវៈសូត្រហ្នឹងហេតុផលដែលសមរម្យគឺពេលរដូវបុណ្យកាន់បិណ្ឌប្រជុំបិណ្ឌនឹងឯងវាមានរយៈពេល15ថ្ងៃស្ដាប់យូរទៅចាំហើយខានស្ដាប់យូរគឺលែងចាំហើយដោយខ្ញុំកាលណាខ្ញុំបាទឯងចង់ភ្លេចដែរមកខានសូត្រយូរខានស្ដាប់យូរតែបើយើងស្ដាប់ដដែលរយៈពេលកន្លះខែយូរទៅចាំនឹងមូលហេតុដែលចាក់ឬក៏សូត្រក្នុងរដូវកាន់បិណ្ឌជុំបិណ្ឌហ្នឹងគឺមានរយៈពេលច្រើនថ្ងៃអញ្ចឹងបន់ប្រពៃណីជាតិខ្មែរយើងដែលមានរយៈពេលច្រើនថ្ងៃមានបន់កាន់បិណ្ឌជុំបិណ្ឌហ្នឹងទេក្រៅពីហ្នឹងបើថាកឋិនអីមួយយប់មួយថ្ងៃហើយបើថាចូលឆ្នាំ3យប់3ថ្ងៃហើយបើចូលឆ្នាំគូគឺឬក៏ច្រើនសូត្រនៅមង្គលសូត្រមានបទកាបកំណាបកាបឃ្លោងដែរប៉ុន្តែក៏ប្រឃើញប្រសងលោកសូត្រឬក៏ពុទ្ធបរិស័ទសូត្របើរយៈពេល3ថ្ងៃហ្នឹងពីព្រោះបរាវៈសូត្រនិងមង្គលសូត្រនេះជាការផ្ទុយគ្នាមង្គលសូត្រផ្ទុយពីបរាវៈសូត្រកំពុងតែសម្ដែងស្រាប់តែកុំព្យូទ័រលោតអត់ឲ្យឮសំឡេងឥឡូវឮសំឡេង admin ឮបាទប្រហែលឮគ្រូតែបាត់អ្នកគ្រូបាទសូមបញ្ជាក់ថាបរាវៈសូត្រនេះសូត្រនិយាយអំពីសេចក្តីវិនិច្ឆ័យហើយមង្គលសូត្រនិយាយអំពីសេចក្តីចម្រើនហើយក្តីមង្គលសូត្រហ្នឹងមាន38ប្រការសេចក្តីចម្រើនហ្នឹងហើយដល់បរាវៈសូត្រនៅក្នុងនេះលោកនិយាយពីរឿង12ហ្នឹងប៉ុន្តែនៅក្នុងហ្នឹងក្នុងមួយចំណុចហ្នឹងវាមានច្រើនដូចជាប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួនហើយទៅជាប់ជួននឹងស្រីបេសចាអញ្ចឹងព្រោះនឹងប្រពន្ធកូនជននានាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យអញ្ចឹងហ្នឹងមួយទៅអ្នកតែច្រើនមួយនិយាយច្រើនមួយនឹងអ្នកអត់ព្រួយអត់គិតប្រឹងប្រែងអ្នកខ្ជិលច្រអូសមានខ្នះខ្នែងខឹងច្រើនសម្ដែងគេឃើញបានហេតុធម៌ទាំងនោះមិនជាកល្យាននាំឲ្យខកខានខាតខូចប្រយោជន៍ហ្នឹងមួយដែរអញ្ចឹងទៅ
ជួនអ្នកប្រព្រឹត្តលបែង3ប្រការលបែងស្រីលបែងស្រាលបែងភ្នាល់ទាំងឡាយធ្វើទ្របខ្លួនមានអន្តរាយការលបែងទាំងឡាយនាំឲ្យវិនិច្ឆ័យហ្នឹងមួយដែរចឹងទៅអញ្ចឹងបើចង់ដឹងលំដាប់តលពុទ្ធបរិស័ទនឹង search នៅក្នុង YouTube ឬក៏ Facebook ដាក់ថាបារាវៈសូត្រឲ្យស្ដាប់ឲ្យចប់ទៅលោកសូត្រតាំងពីបឋមង្គទុតិយ៉ាងតតិយ៉ាងអីចឹងទៅតាំងពីវិនិច្ឆ័យទី1ទី2ទី3ទី4រហូតដល់ទី12ចឹងហើយនៅក្នុងនោះអត់ជាងឲ្យសារស្ដាប់ចុះស្ដាប់ឡើងយូរទៅចាំហើយហ្នឹងបើចង់ដឹងអត់នេះក៏ខ្ញុំកណ្ដាលខ្ញុំបាទលើកគោលខ្លីៗខ្លឹមខ្លះដើម្បីចង់អប់រំនៅកលបុត្រខ្មែរយើងឲ្យកិច្ចពីវិនិច្ឆ័យគប់រកសេចក្តីចម្រើនហើយបើមានគោលសូត្រនិយាយពីការបំរើមេត្តាបំរើបិតាសង្គ្រោះបុត្រភរិយាសង្គ្រោះញាតិទាំងឡាយហ្នឹងក៏ជាសេចក្តីចម្រើនអញ្ចឹងទៅនេះចង់បញ្ជាក់ពុទ្ធបរិស័ទទាំងឡាយហ្នឹងអញ្ចឹងសរុបសេចក្តីមកបារាវៈសូត្រដែលសូត្រក្នុងរដូវកាន់បិណ្ឌប្រជុំបិណ្ឌហ្នឹងជាពេលវេលាសមរម្យមិនខាតពេលសូត្រពេលព្រឹកអត់ខាតពេលទៀតនឹងបានជាប្របាទអង្គឌួងលោកបានអនុញ្ញាតក៏ដូចជាបញ្ចេញនៅហៅរាជប្រកាសណាក្រសួងគ្រប់មន្ទីរស្ថាប័នទាំងអស់ឲ្យប្រពៃពិធីបុណ្យកាន់បិណ្ឌប្រជុំបិណ្ឌហ្នឹងដោយហេតុថាពិធីបុណ្យនេះជាពិធីបុណ្យប្រពៃណីជាតិខ្មែរយើងដ៏សំខាន់មួយក្នុងប្រទេសខ្មែរយើងហ្នឹងហើយជាពិធីបុណ្យដែលមានរយៈពេលវែងរយៈពេលកន្លះខែnênសូមអរគុណប៉ុណ្ណឹងចុះមានសំណួរអីសួរអាចសួរទៀតអរគុណបាទចាលោកគ្រូអរគុណច្រើនអញ្ចឹងតាមពិតដោយសារតែយើងថាដឹងពីមុនមិនក៏មានចម្ងល់ដែរបារាហ្នឹងតែបើសិនជាយើងស្ដាប់ទៅដោយសារយើងត្រឡប់ពីក្មេងៗមកឲ្យតែខាឮសូបារាហ្នឹងជុំបិណ្ឌណាជាសញ្ញាមួយដែលតោងចាំថាឲ្យតែគេចាក់លោកចាក់បារាហ្នឹងជុំបិណ្ឌណាអញ្ចឹងទៅដល់តែពេលតាមពិតបារាហ្នឹងគឺនិយាយអំពីសេចក្តីវិនិច្ឆ័យនឹងដល់ពេលវិនិច្ឆ័យទាំង12តាំងពីទី1រហូតដល់ទី12គ្រាន់តែពីដើមឆ្ងល់ថានិយាយច្រើនមួយដេកច្រើនមួយខឹងច្រើនសំដែងឲ្យគេឃើញបានអីហ្នឹងនឹងហើយអ្នកអត់គិតប្រឹងប្រែងជាយាមអីហ្នឹងក៏ធ្វើឲ្យវិនិច្ឆ័យហើយឃើញធัวឲ្យស្អប់ហ្នឹងក៏នាំឲ្យវិនិច្ឆ័យស្អប់ធัวឲ្យស្អប់ធัวស្អប់អ្នកសប្បុរសហើយទៅខ្សែគប់អសប្បុរសក៏នាំឲ្យវិនិច្ឆ័យហ្នឹងហើយលបែងស្រីលបែងស្រាក៏នាំឲ្យវិនិច្ឆ័យហ្នឹងអញ្ចឹងទៅចឹងវាបាច់ជាឆ្ងល់ថាវិនិច្ឆ័យអីទៅចឹងទៀតលោកគ្រូរកមកថាมันមានលុយមានកាក់ហើយអត់ទៅចិញ្ចឹមម្ដាយចាស់ចរៀននាំឲ្យវិនិច្ឆ័យហើយមានចំណេញចំណុកឲ្យហូបម្នាក់ឯងក៏នាំឲ្យវិនិច្ឆ័យតែដងទាំងវិនិច្ឆ័យអីទេខ្ញុំកាន់តែមានតែវិនិច្ឆ័យនឹងវិនិច្ឆ័យញាតវិនិច្ឆ័យសន្តានវិនិច្ឆ័យមិត្តវិនិច្ឆ័យភ័ក្រនឹងគេលេរាប់រយគាត់ឃើញមុខគេថាមិនបាច់រាប់ទេដូចសថៃម្បែកនំបែកអញ្ចឹងលោកគ្រូសម័យពុទ្ធកាលតឡានចាក់នំបែកលើដបូលឯបានចុះហ្នឹងហើយនឹងមានជារឿងជាច្រើនទៀតសម័យពុទ្ធកាលអញ្ចឹងវិនិច្ឆ័យហ្នឹងអ្នកខ្លះក៏ឌឺដងដែរវិនិច្ឆ័យណាគេរត់តែមានអញ្ចឹងណាគេសំដៅលើវិនិច្ឆ័យទ្របថាក្រៅកាយហ្នឹងសំដៅចឹងហ្នឹងអញ្ចឹងចាគេសំដៅនឹងប៉ុន្តែវិនិច្ឆ័យនៅទីនេះគឺបើជាពិសេសអាកន្លែងចុងក្រោយលោកគ្រូជនណាដែលកើតត្រកូលជាក្សត្រហើយក្រសម្បត្តិតែប្រាថ្នាធំចាហ្នឹងហើយចង់បានជាស្ដេចសោយរាជស្ដុកស្ដំហេតុនោះនឹងនាំឲ្យដល់វិនិច្ឆ័យហ្នឹងហើយពីដើមខ្ញុំអត់យល់ទេលោកគ្រូថាបែបវងស្ដេចមិនធម្មតាកើតមកដូចអត់មានដូចថាជាអ្នកស្នំមរតកអីចឹងទៅចង់ផ្ដួលរំលំចង់ធ្វើគេហៅកោតកម្មចង់គេហៅហ្នឹងស្អីគេប្លន់បលាំងអីចឹងណាក៏នាំឲ្យវិនិច្ឆ័យដែរហ្នឹងហើយចឹងតាមពីដើមយើងអត់យល់ចឹងណានឹងចង់ជម្រាបមកវិញថារដូវប្រជុំបិណ្ឌដែលយើងសញ្ញាតែងតែចាំថាឲ្យតែបារាហ្នឹងគឺយើងចាំថាវាប្រជុំបិណ្ឌដោយសារតែយើងកើតមកពីក្មេងៗមកយើងឮអញ្ចឹងតែតាមពិតនេះធម៌នេះគឺសម្រាប់អប់រំក្នុងជីវិតប្រចាំថ្ងៃទេអញ្ចឹងបានជារដូវបុណ្យប្រជុំបិណ្ឌនេះគឺជាបុណ្យប្រពៃណីជាតិដែលផ្សារភ្ជាប់ជាមួយនឹងព្រះពុទ្ធសាសនានិងការបង្រៀនរបស់ព្រះអង្គអំពីដូចវិនិច្ឆ័យចឹងហើយនៅក្នុងមង្គលសូត្រយើងអង្កេតឃើញនៅខែចូលឆ្នាំហ្នឹងគឺយើងច្រើនតែលោកសំដែងនៅក្នុងរដូវចូលឆ្នាំអញ្ចឹងតាមពិតធម៌នឹងអត់មានសម្រាប់រដូវកាលណាដែរគ្រាន់តែថាយើងស្ដាប់យូរទៅពេលដែលចេះចាក់ខុសពីរដូវបុណ្យចូលបុណ្យប្រជុំហ្នឹងដូចអត់សូវព្រោះដល់ពេលចាក់ស្ដាប់នៅក្នុងបុណ្យប្រជុំបិណ្ឌហ្នឹងដូចត្រូវកាលហើយចង់ទៅគេស្ដាប់ទៀតចង់ទៅស្រុកស្រែឬសូកលូកទុំស្គរមក
ហើយស្ដាប់ទៅលក់ខ្លះមិនលក់ខ្លះហ្នឹងទៅថាប្រុសហើយប្រុសអាហ្នឹងសម្រាប់រដូវជុំបិណ្ឌនេះអញ្ចឹងអរគុណលោកគ្រូសម្រាប់លោកគ្រូរង្គីសេចក្តីអំពីបរាបបសូត្រថាមិនមែនសម្រាប់តែរដូវភ្ជុំបិណ្ឌទេគឺសម្រាប់ជីវិតអប់រំឲ្យយើងយល់អំពីហេតុដែលនាំឲ្យវានេះទាំង12ប្រការហ្នឹងតែម្ដងអញ្ចឹងដោយសារតែពេលវេលាយើងក៏ច្រើនដែរអញ្ចឹងខ្ញុំប្រកេតជូនសំណួរទៅលោកគ្រូតែម្ដងខ្លាចលោកប្រហែលជាអត់អាចចូលរួមបានមានតែលោកគ្រូថ្ងៃហ្នឹងវាគ្មិនព្រមម៉ោង7-9ដែរហើយចង់ទៅដល់ចំណុចទាំងអស់យើងឲ្យលោកគ្រូច្បិចឬក៏រង្គីនៅសេចក្តីដឹងគុណនៅចំណុចត្រង់ចំណុចណាខ្លះនៅក្នុងកម្មវិធីភ្ជុំបិណ្ឌដែលបង្កប់ទៅការដឹងគុណកតញ្ញូនៅក្នុងកន្លែងហ្នឹងអញ្ចឹងចឹងសូមគោរពអញ្ជើញលោកគ្រូចា៎បាទសូមអរគុណស្រាជាថ្មីចំពោះបងស្រីធម្មពិធីការនីអ្នកសម្របសម្រួលកម្មវិធីអមសន្តានានេះហើយឥឡូវនេះយើងដល់ប្រធានបទសំខាន់ដែលបានផ្សាយក៏ដូចជាការផ្សាយប្រាប់មុនហើយអង្គគ្រូព្រះវាគ្មិនសល់តែ15នាទីទៀតប្រហែលមិនបាននិពន្ធមកចូលរួមនេះទៅជាខ្ញុំប្រកាសដែរខ្ញុំបាទតែម្នាក់ឯងទៅវិញការដឹងគុណនេះជាភាសាខ្មែរយើងការដឹងគុណការដឹងគុណការនេះជាភាសាបាលីមកពីករៈធាតុអីចឹងដែរប៉ុន្តែចង់និយាយពីដឹងគុណហ្នឹងគឺបើដឹងហ្នឹងខ្មែរដល់គុណហ្នឹងបាលីទៀតអញ្ចឹងយើងសរុបទៅភាសាខ្មែរចាការដឹងគុណប៉ុន្តែបើក្នុងភាសាបាលីលោកហៅកតញ្ញូនេះមកពីញាធាតុរូបច្ច័យទៀតហើយបើវកហៈលោកចងថាកតាំងឧបការੰជានេតិតិជាកតញ្ញូជាណូជួនអ្នកដឹងនៅឧបការៈគុណដែលអ្នកដតីធ្វើឲ្យដល់ខ្លួនអ្នកនឹងលោកឲ្យឈ្មោះថាកតញ្ញូជនអ្នកមានកតញ្ញូតាធម៌នៅក្នុងខ្លួនអញ្ចឹងពុទ្ធបរិស័ទគ្រាន់តែឮពាក្យថាគ្រាន់តែដឹងគុណអញ្ចឹងបើអត់តបគុណគឺអត់ឈ្មោះថាជាសពបរោះទេដូចយើងដឹងថាឈើនេះមានតម្លៃបើយើងយកទៅលក់បានលុយមកច្រើនប៉ុន្តែដល់ពេលយើងអត់លក់ផងគឺយើងបានលុយទេឬក៏យើងចោកកាប់ចាំងទៅជាតុកទៅជាទូទៅជាសឡុងទៅជាកៅអីយកទៅលក់បានកម្រៃយើងគ្រាន់តែដឹងប៉ុន្តែយើងអត់ធ្វើគឺអត់បានប្រយោជន៍ទេអញ្ចឹងការដឹងគុណនេះគ្រាន់តែដឹងគុណម៉ែឪមានគុណប៉ុន្តែអត់តបគុណអត់មានប្រយោជន៍ទេគ្រាន់តែដឹងឮថាម៉ែឪមានគុណថាវីរៈកងទ័ពរបស់យើងមានគុណគ្រាន់តែដឹងឮប៉ុន្តែយើងអត់តបអត់ធ្វើអត់សម្ដែងអីទេគឺអត់ប្រយោជន៍ទេអញ្ចឹងបានជាកតញ្ញូនេះជាគូនឹងកតវេទីភាសាបាលីដែរមកពីវតៈធាតុនៃបច្ច័យវកហៈថាកតាំងឧបការੰវតតិតិជាកតវេទីជាណូជួនអ្នកសំដែងនៅឧបការៈគុណដែលអ្នកដតីធ្វើឲ្យមានន័យថាតបគុណសំដៅទៅលើតបគុណអញ្ចឹងកតញ្ញូនេះជាគូនឹងកតវេទីការដឹងគុណជាគូនឹងតបគុណដឹងហើយតបគុណឥឡូវយើងតបដូចម្ដេចខ្លះក្នុងរដូវបុណ្យកាន់បិណ្ឌជុំបិណ្ឌហ្នឹងបើចង់និយាយពីគូណាកូនហ្នឹងត្រូវដឹងគុណនិងតបគុណចំពោះម៉ែឪនឹងគូទី1ឯងគូទី2សិស្សត្រូវដឹងគុណតបគុណចំពោះគ្រូសិស្សណាមានវិជារាជត្រូវដឹងគុណតបគុណចំពោះព្រះមហាក្សត្រប៉ុន្តែក្នុងកលៈទេសៈយើងនាពេលនេះយើងជាពលរដ្ឋខ្មែរត្រូវដឹងគុណនិងតបគុណចំពោះវីរៈកងទ័ពខ្មែរយើងដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាយើងនេះសំខាន់ជាងគេក្នុងធានបទថ្ងៃហ្នឹងអញ្ចឹងក្នុងការដែលយើងដឹងគុណនិងតបគុណតើដឹងគុណតបគុណដោយវិធីណាខ្លះវិធីទី1យើងអាចជូនផ្ទាល់បានជូនបើសិនជូនតាមរយៈសាច់ញាតិរបស់គាត់ដូចជាភរិយាគាត់កូនរបស់គាត់ឧបត្ថម្ភអញ្ចឹងហ្នឹងវិធី1ហើយក្នុងវិធី1ទៀតយើងធ្វើទានដើម្បីឧទ្ទិសដល់គេហៅថាបុព្វការីជន
ពពកបរោះរបស់យើងដែលបានហៅថាលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីពុកប្រហែលជាតិមាតុភូមិកម្ពុជានេះយើងឧទ្ទិសទាននៅក្នុងឱកាសដែលយើងបានធ្វើបនកាន់បិណ្ឌជុំបិណ្ឌឧទ្ទិសទានទៅជូនគាត់ដោយពាក្យទាំងណូញាតៃណាំងហៅតុកនឹងទៅតែបើយើងចង់ដាក់បល័យបានណាអ៊ីទាំងខេមរៈយោធាណាំងហៅតុកសកតាហៅតុញាតយ៉ាអញ្ចឹងមានន័យថាអ៊ីទាំងទានណាំងរីទាននេះហៅតុចូលមានខេមរៈយោធាណាំងដល់យោធាខ្មែរទាំងឡាយបល័យចងចឹងបានទៀតយោធាខ្មែរទាំងឡាយហ្នឹងលោកសំដៅទៅលើយោធាខ្មែរដែលបានលាចាកលោកនឹងទៅក្នុងការឧទ្ទិសនេះចាលោកគ្រូការឧទ្ទិសនេះគឺសំដៅឧទ្ទិសដល់អ្នកស្លាប់មិនមែនឧទ្ទិសដល់អ្នករស់ទេអ្នករស់គេជូនឧបមាថាខ្ញុំសូមជូនបនផងសូមអនុមោទនាខ្ញុំបានធ្វើបនកាន់បិណ្ឌអាហ្នឹងសម្រាប់ជូនសម្រាប់អ្នករស់ជូនបនណាហើយអ្នករស់ហ្នឹងចង់បានបនថាសាធុអញ្ចឹងហើយដល់ពេលអ្នកស្លាប់ទៅជូននេះទៀតបើគាត់ស្លាប់ហើយអញ្ចឹងគឺឧទ្ទិសខ្ញុំសូមឧទ្ទិសនៅទាននេះដល់អ្នកនេះឬអ្នកនោះដល់យោធាខ្មែរទាំងឡាយដែលបានចែកឋានទៅហ្នឹងសូមយោធាទាំងឡាយដែលបានចែកឋានទៅហ្នឹងមកអនុមោទនាទានរបស់ខ្ញុំអាហ្នឹងបើសិនជាយោធាហ្នឹងគាត់ជាសមាទិដ្ឋិគាត់បានដឹងថាយើងឧទ្ទិសដល់គាត់អនុមោទនាសាធុទានហ្នឹងគាត់រួចផុតពីកំណើតអបាយភូមិទេការឧទ្ទិសហ្នឹងគឺបើក្នុងពុទ្ធសាសនាយើងនៅក្នុងរឿងសតនបៃដកខតកនិកាយបេតវត្ថុលេខ56ទៅមើលលេខ56បៃដកខ្មែរយើងទៅបានតែប្រែតទេបានតែប្រែតទេក្រៅពីប្រែតអត់ឃើញមានដល់អញ្ចឹងបើសិនជាគាត់ថតកំណើតទៅកើតជាប្រែតទេក្នុងករណីហ្នឹងតែបើគាត់ទៅកើតជាមនុស្សហើយគាត់កើតមកជាមនុស្សយើងឧទ្ទិសទៅគាត់មិនដឹងទេកើតជាទេវតាគាត់ទេវតាគេមិនមកត្រេកអរនឹងអាហាររបស់យើងអាឡ័យតែសុបាយមានន័យទៅកើតតែមួយថ្ងៃយើងនេះ100ឆ្នាំបាទដូចយើងមានមួយថ្ងៃនៅឋានតាវតੰអីចឹងនឹងចង់បញ្ជាក់ពីការដឹងគុណសំខាន់ចម្បងហ្នឹងនេះយើងចង់និយាយថាមនុស្សស្លាប់ទៅយើងធ្វើឲ្យមួយផ្នែកបើមួយផ្នែកទៀតគឺអ្នកនៅរស់ដែលជាសាច់ញាតិរបស់គាត់ណាជូនទៅតាមសទ្ធាជ្រះថ្លាប៉ុណ្ណឹងខ្ញុំប្រកាសណាខ្ញុំបាទមិនមានអ្វីចែករំលែកច្រើនទេគាត់តែចង់បញ្ជាក់ពីរឿងការដឹងគុណនេះជារឿងប្រសើរហើយតែប្រសើរជាងនឹងទៀតគឺតបគុណសំដែងគុណមួយទៀតបុរាណខ្មែរយើងលោកបាននិយាយថាយើងធ្វើគុណគេកុំសំដែងបើគេធ្វើគុណខ្លួនឯងកុំបំភ្លេចអញ្ចឹងបើសិនជាយើងឲ្យទេហ្នឹងអាមួយហ្នឹងអញឲ្យឡានមួយឲ្យម៉ូតូមួយឲ្យលុយមួយគ្មានដឹងគុណឯងបុរាណលោកអត់ឲ្យសំដែងទេបើថាគ្រាន់តែធ្វើឲ្យចង់ឲ្យគេសំដែងឲ្យគេដឹងឲ្យគេតបមកវិញហ្នឹងគេមិនហៅបន់ទេមិនអញ្ចឹងពួកបន់កាន់តែយើងធ្វើដោយសទ្ធាជ្រះថ្លាមិនមែនហៅថាបើយើងចង់ឲ្យគេសំដែងវិញចង់ឲ្យគេផុស Facebook ថ្លែងអំណរគុណលោកនេះឧបត្ថម្ភប៉ុណ្ណេះអាហ្នឹងចង់ឃើញអញ្ចឹងអាហ្នឹងវាចង់លក្ខណៈគេហៅបន់យកមុខហ្នឹងខ្ញុំចង់បុរាណលោកថាបើយើងធ្វើបន់ធ្វើគុណលើគេធ្វើគុណហ្នឹងមានន័យធ្វើសេចក្តីល្អកុំសំដែងតែបើគេធ្វើគុណលើខ្លួនឯងនេះយើងកុំបំភ្លេចហ្នឹងបុរាណលោកបានចងពាក្យហ្នឹងល្អណាស់ហើយបើយើងបានកាន់ពាក្យហ្នឹងបានមិនមែនល្អយើងឲ្យគេហើយអ្នកនោះឲ្យតែគេបានសុខមិនបាច់មកនឹកឃើញតបគុណអីទេហើយដល់ពេលអ្នកណាដែលធ្វើគុណលើយើងកុំបំភ្លេចមែនតែកាន់ប៉ុណ្ណឹងបានគឺសុខចម្រើនអាយុវែងរហូតដល់ទេវតាក៏តាមថែរក្សាមនុស្សបែបហ្នឹងហើយចង់និយាយពីរឿងគេហៅថាចក្ខុវិស័យក៏ដូចជាគំនិតវិជ្ជមានរបស់មនុស្សហ្នឹងគឺមានរហូតហើយមនុស្សយើងតែមានគំនិតវិជ្ជមានណាអាយុវែងហើយអត់ងាយ stress អត់ងាយកើតមហារីកទៀតហើយតែងាក stress ហ្នឹងមហារីកស្រឡាញ់ណាស់ស្រឡាញ់អ្នកដែល stress គាត់តែប៉ុណ្ណឹងមិននឹកឃើញគុណឯងអញ្ចឹងហ្នឹងចូលបញ្ជាក់ប៉ុណ្ណឹងធ្វើចិត្តឲ្យសុបាយធ្វើចិត្តឲ្យទលាយហ្នឹងបើយើងធ្វើគុណគេកុំសំដែងបើគេធ្វើគុណលើខ្លួនឯងយើងកុំបំភ្លេចប៉ុណ្ណឹងឯងសូមអរគុណចាលោកគ្រូអរសាធុអរគុណលោកគ្រូហ្នឹងហើយអញ្ចឹងពាក្យគុណដូចគ្នាដែរតែក្នុងនេះមួយគុណដល់មកថាឥឡូវក៏វិញក្មេងលោកគ្រូម៉ែមានគុណសោតកំណាប់ម៉ែមានគុណលោកគ្រូតែគ្រូមានគុណប៉ុន្តែគាត់ដឹងតែមានគុណប៉ុណ្ណឹងវាអត់ទាន់គ្រប់ន័យវាអត់បង្គ្រប់អត្ថន័យនៅក្នុងហ្នឹងទេពីព្រោះគាត់តែដឹងចាដឹងអត់ដងណាលោកគ្រូ
ដឹងអត់ដងដឹងអត់បាក់អត់បញ្ចេញនៅសកម្មភាពដោយកាយដោយវិចារដោយកាយអញ្ចឹងដូចឃើញជួបចាស់ព្រឹទ្ធាចារ្យឪពុកម្ដាយអញ្ចឹងនឹងកូនអ្នកខ្លះដឹងគុណឪពុកម្ដាយដឹងគុណប៉ុន្តែលើកដៃថ្វាយបង្គំឪពុកម្ដាយលំបាកនឹងធ្វើមិនងាយជាពិសេសក្មេងសម័យបច្ចេកវិទ្យាហ្នឹងគឺខ្ញុំបានជួបប្រទេសហើយខ្ញុំនៅក្នុងការបង្រៀនក្មេងអប់រំចិត្តក្មេងមានបញ្ហាខ្លះអត់បញ្ហាខ្លះនៅវត្តកូតឹងមួយលោកគ្រូព្រះអង្គសម្រាប់គ្រូសុភាពហ្នឹងគឺពិបាកខ្លាំងបំផុតនៅពេលដែលវគ្គចុងក្រោយដែលយើងមាននីតិកតញ្ញូតាចំពោះឪពុកម្ដាយហ្នឹងគឺគាត់ពិបាកលើកដៃថ្វាយបង្គំគាត់តឹងចង់យំចង់អីចឹងណាគឺគាត់តឹងតើយើងបដ ாய் តាមស្រួលឲ្យគាត់ដកដង្ហើមមួយហើយលើកដៃខ្ញុំអង្កេតឃើញទៅពិបាកខ្លាំងមែនទែនសួរថាម៉ែឪមានប្រពន្ធកូនមានដឹងគុណម៉ែឪដឹងគុណកូនអញដឹងអត់ដឹងប៉ុន្តែការដែលតបគុណទៅវិញគឺគាត់អាចធ្វើទៅបានគឺលំបាកបំផុតក្នុងការលើកដៃសំពះឪពុកម្ដាយហ្នឹងគឺជារឿងពិតណាហ្នឹងហើយរឿងពិតដែលខ្ញុំជួបប្រទះនៅក្នុងសម័យបច្ចុប្បន្នប៉ុន្តែឥឡូវមានគ្រូសាខ្លះដែលគាត់យល់ដឹងជាពិសេសលោកឪពុកអ្នកម្ដាយដែលគាត់បានយល់អំពីពធពីការបង្រៀនរបស់ព្រះអង្គទៅក៏អាចទាញកូនតិចម្ដងទៅវត្តទៅអីទៅបីទៅមិនបានធ្វើអីឲ្យទៅឃើញពុទ្ធបដិមាទៅឃើញព្រះសង្ឃទៅឃើញលោកយាយលោកតាដូនជីអីហ្នឹងមានការអភិវឌ្ឍមកខ្លះអាចយល់អំពីពាក្យថាដឹងគុណនេះវាមានបង្កប់អ្វីខ្លះនៅក្នុងហ្នឹងដោយកាយវិច័យកម្មកាយកម្មមនោកម្មហ្នឹងគួរទៅដល់អីតែបើសិនណាមនោកម្មគាត់ដឹងហើយអត់បញ្ចេញតាមកាយកម្មវិច័យកម្មទេគឺដូចគល់ឈើហ្នឹងហើយបានតែដឹងអបប្រយោជន៍ប្រៀបដូចជាបុណ្យជុំបិណ្ឌយើងចឹងខាងជុំបិណ្ឌហ្នឹងមានកតញ្ញូតាតែអត់តបានបាយម្នាក់ប្រគេនព្រះសង្ឃដើម្បីទិសបុណ្យដើម្បីជូនបុណ្យឬក៏បាយម្នាក់ដើម្បីជូនឪពុកម្ដាយចាស់ឬក៏ឪពុកម្ដាយអីផងអត់ផងនឹងបានតែអបប្រយោជន៍ចឹងដឹងហើយតបទៀតទៅនៃកតញ្ញូតានឹងគ្រប់គ្រាន់ទើបខ្លាយទៅជាសភាវៈទ្រទ្រង់លោកនៅក្នុងត្រៃកោដធម៌លោកគ្រូមិនមានកតញ្ញូនៅក្នុងហ្នឹងចានឹងកតញ្ញូក្នុងហ្នឹងកតញ្ញូចាអញ្ចឹងវាលោកហ្នឹងកណាអនុបាលធម៌ដែលទ្រទ្រង់លោកអញ្ចឹងបើអត់មានកតញ្ញូហើយបានអីទ្រទ្រង់ទៀតអញ្ចឹងមនុស្សអត់គុណធម៌ក៏កើតឡើងដែរដោយសារតែកាលណាមិនដឹងគុណគេហ្នឹងគឺអត់មានធម៌ពលជីវិតទេខ្ញុំដូចគ្រូមានប្រសាសន៍អញ្ចឹងកាលណាមនុស្សដែលមានភាពកតញ្ញូសំបីតែតិចតួចក្តីគឺជាបុគ្គលដែលមានធម៌ពលជីវិតពិតប្រាកដហើយមនុស្សទេវតាគឺស្រឡាញ់ចូលចិត្តរាប់អានទៅណាក៏មានប្រជាប្រិយភាពដែរតែមនុស្សគេហៅអកតញ្ញូហ្នឹងទៅណាបានម្ដងអញ្ចឹងណាអញ្ចឹងនេះត្រឡប់មកវិញគឺកតញ្ញូនេះដឹងគុណនេះគឺមិនមែនត្រឹមតែដឹងហើយអត់ធ្វើតបគុណទេដឹងហើយតបគុណទៀតទៅគ្រប់លក្ខណៈអញ្ចឹងរដូវបុណ្យជុំបិណ្ឌយើងអង្កេតទី1ការដឹងគុណដែលយើងឃើញជាក់ស្ដែងទី1ឃើញយើងទាំងអស់គ្នាវិលត្រឡប់ទៅស្រុកទេសដើម្បីទៅជួបជុំក្រុមគ្រួសារយកលុយយកកាក់ឬមួយក៏នំចំណីទៅជូនឪពុកម្ដាយឬក៏ញាតិមិត្តបើសម័យដើមខ្ញុំនៅទូចគឺវិចនំដើរចែកពីភូមិមួយទៅភូមិមួយរួចហើយនំហ្នឹងគឺចាយចាស់ជរីអីចឹងចាស់ដែលគាត់អត់មានទីពេញអត់មានចាយនេះម្ដងលោកគ្រូម៉ាន់នេះម្ដងជូនបច្ច័យជូនបច្ច័យម្ដងគឺវាផ្លាស់ប្ដូរទៅតាមសម័យកាលគឺជូនបច្ច័យបាយទឹកអីគាត់ចាស់គាត់ហូបបានច្រើនទេយើងអាចធ្វើអីឲ្យច្រើនទៀតទេព្រោះយើងទៅម្ដងកាត់អញ្ចឹងមានអាហារក្រៀមមានបច្ច័យមានសម្លៀកបំពាក់គឺខ្ញុំបានធ្វើរឿងហ្នឹងនេះគឺលក្ខណៈលក្ខណៈដែលយើងតបគុណគឺបែបហ្នឹងមិនថាឪពុកម្ដាយយើងមិនថាចាស់ទុំតែនៅក្នុងពុទ្ធសាសនាគឺកតញ្ញូចំពោះព្រាហ្មណ៍សាមណៈនេះព្រះសង្ឃតែភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាភ្លៀងអត់បានណាមកណាហ្នឹងគឺក៏បានតបគុណដោយការរៀបចំជាចាលោកគ្រូនឹងសាមណៈព្រាហ្មណ៍ចាហ្នឹងគឺយើងបានធ្វើគុណហ្នឹងណាគុណហ្នឹងយើងជាក់ស្ដែងគឺនេះជាដឹងគុណហើយតបគុណទៀតដល់ពេលអីមួយទៀតពេលនេះសម័យខ្ញុំនៅទូចគឺអនសមនំបាយបន្ទាយទាហាននៅចិត្តដឹកយកទៅប្រទេសទាហានតាំងពីសម័យអត់មានសង្គ្រាមអញ្ចឹងណាចុះទម្រាំពេលឥឡូវនេះដែលវិរៈកងទ័ពយើងដែលមានគុណអំណាចពលីព្រមទាំងរដូវជុំបិណ្ឌបែកបាក់ក្រុមគ្រួសារទៅនៅសមរភូមិមុខនៅក្នុងលេនដ្ឋានដើម្បីការពារឲ្យយើងបានសុខឲ្យយើងមានឱកាសក្នុងការបំពេញបុណ្យអញ្ចឹងការតបគុណត្រូវតែរឹងរឹតធ្វើឲ្យខ្លាំងជាងមុនទៀតព្រោះរដូវកាលនេះគឺយើងអាចធ្វើតបគុណឲ្យលោកគ្រូមានប្រសាសន៍ទាំងអ្នកស្លាប់ហើយកងទ័ពយើងឧទ្ទិសតែលោកនៅរស់ទាំងភរិយាទាំងវីរៈកងទ័ពរបស់យើងគឺយើងធ្វើដោយកាយកម្មរបស់យើងនឹងគឺមានការផ្ញើដូចខ្ញុំបានទៅដល់ខ្ញុំផ្ញើតាមកងពលនេះកងពលនោះ
ក្រុមធម្មកានឹងគឺធ្វើរហូតលោកគ្រូមិនថាបនជុំនេះគឺពួកយើងបានយល់ពីរឿងដឹងគុណនិងតបគុណដោយលោកគ្រូមានប្រសាសន៍អញ្ចឹងការដឹងគុណតែម្យ៉ាងអត់តបគឺអត់មានន័យខ្លឹមសារទេសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបរិស័ទជាពិសេសបងប្អូនកូនក្មួយជាយុវជនទាំងអស់កុំដឹងគុណតែមាត់សូមធ្វើសកម្មភាពផងដឹងហើយតបគុណជាមួយនឹងឪពុកម្ដាយក្រុមគ្រួសារជាមួយនឹងប្រទេសជាតិមាតុភូមិរបស់យើងជាមួយបុព្វបុរសរបស់យើងជាពិសេសជាមួយវរៈកងទ័ពនៅជួរមុខនៅក្នុងឱកាសជុំបិណ្ឌនេះយើងទៅលេងស្រុកកុំភ្លេចចែកចាយទៅតាមមូលដ្ឋាននានាដែលតាមមេឃុំមេភូមិមេស្រុកដែលលោកដឹងថាភូមិឃុំរបស់លោកមានសមាជិកប្រជាជននៅក្នុងនោះជាភរិយារបស់កងទ័ពជាគ្រួសារកងទ័ពសូមឲ្យអាជ្ញាធរដែនដីទាំងអស់មេត្តាបញ្ចេញសកម្មភាពមួយនេះដើម្បីដឹងគុណផងតបគុណចំពោះពួកគាត់ផងដែលគាត់ចំណាយពេលវេលានិងអាយុជីវិតនិងភាពសុខស្រួលសុភមង្គលក្នុងគ្រួសារគាត់ដើម្បីការពារយើងនឹងគឺអ្វីដែលខ្ញុំប្រកាសណាសូមចូលរួមសំណូមពរអញ្ចឹងសូមដោយសារម៉ោងជ្រេហើយអញ្ចឹងប្រហែលជាយើង2នាក់ទេលោកគ្រូមានតែសូមលោកគ្រូបន្ថែមអ្វីទៀតនៅក្នុងឱកាសវេលានេះណាសូមលោកគ្រូអញ្ជើញមានប្រសាសន៍បន្ថែមមុននឹងយើងបិទកម្មវិធីចា៎បាទអរគុណច្រើនចំពោះបងស្រីធម្មពិធីការនីដែលបានបង្ហាញនៅទឹកចិត្តប្រសាទោមនោសញ្ចេតនាជ្រះថ្លាចំពោះពាក្យថាដឹងគុណនេះខ្ញុំកាលណាខ្ញុំបានស្ដាប់ជ្រះថ្លាមែនតែនឃើញវិច្ចនំសមជូនចាស់ឥឡូវដូរមកជូនលុយអីចឹងបាទខ្ញុំកណាត់ខ្ញុំបានចូលចិត្តនំសមជាងអត់ដែរអីទេឥឡូវនេះពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសក្នុងហ្នឹងគឺប្រទេសកម្ពុជាក្រៅប្រទេសគឺប្រទេសទាំងឡាយដែលក្រៅពីប្រទេសកម្ពុជាប៉ុន្តែខ្មែរយើងដែលបានចូលរួមស្ដាប់នេះបានដឹងពីអត្ថន័យនៃការដឹងគុណហើយគឺកូនចៅត្រូវដឹងគុណនិងតបគុណចំពោះម៉ែឪហើយសិស្សគុណត្រូវដឹងគុណតបគុណចំពោះគ្រូបាអាចារ្យហើយពុទ្ធបរិស័ទត្រូវដឹងគុណតបគុណចំពោះសមណព្រាហ្មណ៍ហើយពលរដ្ឋត្រូវដឹងគុណចំពោះអ្នកដឹកនាំប្រទេសជាពិសេសក្នុងសម័យកាលនេះគឺពលរដ្ឋខ្មែរត្រូវដឹងគុណចំពោះវីរៈកងទ័ពខ្មែរយើងដែលបានពលីដើម្បីបព្វហេតុជាតិមាតុភូមិកម្ពុជានេះខ្ញុំកាលណាខ្ញុំបានស្ថិតនៅក្នុងវរោសម័យថ្ងៃនេះឥឡូវនេះគឺម៉ោង9ហើយម៉ោង9នៅស្រុកខ្មែរ 9:02 នាទីខ្ញុំចង់បញ្ជាក់ពីអានិសង្សនៃការដឹងគុណពាក្យសាមញ្ញលោកហៅថាអានិសង្សកតញ្ញូពាក្យកតញ្ញូនេះជាពាក្យសំខាន់ណាស់នៅក្នុងពិភពលោកយើងនេះបើមនុស្សយើងអត់មានកតញ្ញូទេมันអាចកើតជាមនុស្សបានទេបើអត់មានកតញ្ញូមិនអាចកើតមកជាកូនមនុស្សបានទេសំខាន់ណាស់អញ្ចឹងបានជាអានិសង្សកតញ្ញូលោកពោលថាកតញ្ញូតាតុសលៈមូតាកតញ្ញូជាឫសគល់នៃកុសលធម៌ទាំងពួងកតញ្ញូតាបធានតាកតញ្ញូជាប្រធាននៃបារមីទាំង30ក្នុងទានបារមីសីលបារមីនេក្ខមៈបារមីបញ្ញាបារមីវិរិយៈបារមីសច្ចៈបារមីខន្តីបារមីអធិដ្ឋានបារមីមេត្តាបារមីនិងឧបេក្ខាបារមីនេះគុណនិងឧបបារមីបរមត្តបារមីសរុបទៅ30នេះយើងអត់ឃើញមានពាក្យកតញ្ញូបារមីនៅហ្នឹងទេប៉ុន្តែកតញ្ញូហ្នឹងជាប្រធាននៃបារមីទាំង30ហ្នឹងបើមានកតញ្ញូនឹងទេมันអាចសន្សំបារមីនឹងបានទេមួយទៀតកតញ្ញូតាបញ្ញាភិវឌ្ឍនោកតញ្ញូជាទីចម្រើនបុណ្យកុសលបុណ្យអីទាំងអស់បើមានកតញ្ញូគឺសូន្យមកលុះត្រាតែមានកតញ្ញូនៅនឹងគឺការដឹងគុណនៅនឹងសូម្បីយើងកើតមកជាមនុស្សក៏យើងដឹងគុណបុណ្យដែរបើអត់មានបុណ្យធ្វើមិនអាចនឹងកើតមកជាមនុស្សដឹងគុណបុណ្យដែលយើងបានធ្វើដោយសារតែមានបុណ្យហ្នឹងដែលយើងមានអាយុជីវិតរហូតដល់បច្ចុប្បន្ននេះឯងអញ្ចឹងយើងដឹងគុណបុណ្យហ្នឹងដែរជាទីចម្រើននៃបុណ្យកុសលមួយទៀតលោកថាកតញ្ញូតាសម្បត្តិសម្រិច្ឆន្ទតាកតញ្ញូជាទីសម្រេចនៃសម្បត្តិទាំង3សម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានបានមកដោយសារកតញ្ញូហ្នឹងឯងអញ្ចឹងបុណ្យបើខ្វះកតញ្ញូគឺចប់ហើយអញ្ចឹងពុទ្ធបរិស័ទគួរបណ្ដុះឧបនិស្ស័យនៃកតញ្ញូហ្នឹងនៅក្នុងពុទ្ធសាសនាមេតបធរហៅធម្មសេនាបតី
សេនាធរខាងសេនាផ្នែកធរឬហៅមេតបធរគឺព្រះសិរីបុត្រជាអគ្គសាវកស្ដាំរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះសិរីបុត្ររំលឹកគុណគេសូមបីបាយមកវែងគេធ្លាប់ឲ្យបាយមកវែងប្រគេនបាយមកវែងរំលឹកគុណគេអត់ភ្លេចគុណគេជានិច្ចតែម្ដងមានព្រាហ្មណ៍ម្នាក់មួយរៀបព្រាហ្មណ៍ហ្នឹងគាត់ចាស់ហើយទៅសូមព្រះអង្គបួសអង្គទ្រង់ត្រាស់ថាមនាលព្រាហ្មណ៍អ្នកឯងបួសហើយអាចដើរបិណ្ឌបាតកើតទេព្រោះព្រះសង្ឃពឹងលើការបិណ្ឌបាតថាទូលគុំដើរបិណ្ឌបាតកើតទេចាស់ហើយព្រះអង្គក៏ទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយតើមានភិក្ខុណាសុខចិត្តបិណ្ឌបាតចិញ្ចឹមព្រាហ្មណ៍ហ្នឹងទេបើព្រាហ្មណ៍នឹងបួសព្រះសិរីបុត្រក៏ព្រមថាទូលគុំសុខចិត្តបិណ្ឌបាតចិញ្ចឹមព្រាហ្មណ៍ហ្នឹងហើយព្រះអង្គសួរព្រះសិរីបុត្រមនាលសិរីបុត្រហេតុអីក៏អ្នកឯងសុខចិត្តបិណ្ឌបាតចិញ្ចឹមព្រាហ្មណ៍ហ្នឹងបបិទ្ធព្រះអង្គនៅចម្រើនព្រាហ្មណ៍ហ្នឹងមានគុណលើទូលគុំព្រះអង្គមើលគុណហ្នឹងគុណត្រង់ណាបបិទ្ធព្រះអង្គនៅចម្រើនព្រាហ្មណ៍ហ្នឹងធ្លាប់ប្រគេនបាយទូលគុំមកវែងបានព្រះអង្គទ្រង់ត្រាស់សរសើរព្រះសិរីបុត្រថាព្រះសិរីបុត្រនេះជាកម្ពូលកតញ្ញូរំលឹកគុណគេសូមបីបាយមកវែងអញ្ចឹងឥឡូវពុទ្ធបរិស័ទទាំងឡាយយើងគិតបើម៉ែឪយើងធ្លាប់ឲ្យយើងប្រមាណវែងកើតមកបីបំធ្នមពេលតាំងពីតូចក្រូចឆ្មាឧបត្ថម្ភនំចំណីត្រីសាច់សពបែបយ៉ាងកុំគិតថាឲ្យគាត់បែបនេះឲ្យគាត់បែបនោះរួចមិនរួចទេចាំតែខ្ញុំប្រកាសថាខ្ញុំអាចចេះតែបណ្ដុះទឹកចិត្តនៃការដឹងគុណជាមួយម៉ែឪនឹកឃើញថាទោះបីយ៉ាងណាមិនរួចប៉ុន្តែយើងធ្វើទៅតាមអ្វីដែលយើងអាចធ្វើបានហើយធ្វើយ៉ាងណាកុំឲ្យម៉ែឪពិបាកចិត្តតែប៉ុណ្្នឹងបានណាអានឹងសំខាន់ណានេះគឺទ្រព្យសេចក្តីមករំលឹកគុណសំបីបាយមកវែងអញ្ចឹងពុទ្ធបរិស័ទមនុស្សមនាជានានិជនទាំងអស់សិតតែមានគុណលើគ្នាទៅវិញទៅមកទោះតូចក្តីតិចក្តីច្រើនក្តីធំក្តីយ៉ាងណាក៏នៅតែមានគុណនេះខ្ញុំកាលណាខ្ញុំបានចែកម្លែកពីរឿងអនុសង្ឃកតញ្ញូប៉ុណ្ណេះចុះហើយជាចុងបញ្ចប់នេះខ្ញុំកាលណាខ្ញុំបាទសូមបកសក្ការៈបាលីខ្មែរថ្ងៃ5រោចនឹងដើម្បីជាការរំលឹកមេរៀនថ្ងៃសុក្រ5រោចខែផុតរបត់វស្សានរដូវឆ្នាំម្សាញ់សប្តាហ៍ស័កឆ្នាំម្សាញ់ណាសប្តាហ៍ស័កពុទ្ធសករាជ2569បកសករាជបាលីខ្មែរតស្សៈភគវៈតោសម្មាសម្ពុទ្ធស្សៈបរិនិព្វតតិវៈសតោបត្ថាយៈយាវចេតនាចតុតិវសតរៈចតុមេសាតិកៈអដ្ឋសទ្ធិសង្វជ្រតរៈបញ្ចសតាតិកានិទ្វេសង្វជ្រៈសហសានិអតកន្តានិអហេសង្ឃរាប់ចាប់ដើមតាំងអំពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធដ៏មានពភាកអង្គនោះទ្រង់ចូលបរិនិព្វានទៅដរាបដល់ថ្ងៃនេះព្រះពុទ្ធសាសនកាលកន្លងទៅហើយបាន2568ឆ្នាំ4ខែនិង4ថ្ងៃអ៊ិមះស្មង្បច្ចុប្បន្នកាលេសពៈសង្វជ្រេវសានៈឧត្តមហេហេតៈបតៈមាសេកាលបៈខេចតថេយាតិថេយ៉ាងសុក្រវិរេបច្ចុប្បន្នសម័យថ្ងៃសុក្រ5រោចខែផុតរបត់វស្សានៈរដូវឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569អនាគតេកាលេបញ្ចវិសតិវសតរៈសត្តមេសាតិកៈឯកតង្សៈសង្វជ្រតរៈចតោសតាតិកានិវេសង្វជ្រៈសហសានិភវិសន្តិឯព្រះពុទ្ធសាសនកាលចំណែកខាងអនាគតនៅសល់2431ឆ្នាំ7ខែនិង25ថ្ងៃបើរួបរวมថ្ងៃខែឆ្នាំទាំង3កាលត្រូវជាព្រះពុទ្ធសាសនកាលគ្រប់ចំនួន5000ព្រះវស្សាដោយបរិបូរណ៍សូមអនុមោទនាធុសាធុលោកគ្រូលោកគ្រូហ្នឹងចាសាធុខានស្ដាប់យូរហើយបកសក្ការៈហ្នឹងហើយកម្មវិធីរបស់យើងប្រហែលជាមកដល់ចុងក្រោយហើយដោយសារតែពេលវេលាមកដល់ដូចគ្នាមុននឹងបញ្ចប់កម្មវិធីខ្ញុំប្រកាសណានេះខ្ញុំក៏សូមលើកម្រាមដប់ដើម្បីផ្សាយនៅបុណ្យកុសលទាំងឡាយដែលកើតអំពីធម្មទាននៅក្នុងរាត្រីនេះក្រោមប្រធានបទគឺដឹងគុណនិងតបគុណនៅក្នុងឱកាសវេលាប្រជុំបិណ្ឌនេះដោយលោកគ្រូបានមានប្រសាសន៍រៀបរាប់អំពីកម្មវិធីបុណ្យឬក៏ប្រព្រឹត្តទៅរយៈពេល15ថ្ងៃនេះអញ្ចឹងស្ដេចអំណាចនៃធម្មទាននៅកើតអំពីការផ្សាយនៅក្នុងរាត្រីនេះក៏ដូចជាបុណ្យទាំងឡាយដែលបានបំពេញក្នុងឱកាស
រដូវកាលជុំបិណ្ឌខែមនស្រង់ដើនេះក៏សូមសាទៅដល់សពសត្វទាំងឡាយនិងទាំងទីចិត្តទីឆ្ងាយជាពិសេសវរៈកងទ័ពដែលបានចែកឋានទៅហើយនោះសូមឧទ្ទិសបុណ្យទៅដល់លោកអ្នកហ្នឹងហើយសូមឲ្យនឹងខ្សែបុណ្យជូនបុណ្យទៅដល់ញាតិមិត្តទាំងអស់ប្រគេនបុណ្យកណាគុណចាស់គ្រប់ព្រះអង្គទាំងអស់សូមបានសេចក្តីសុខរួចចាក់ទុកបានសុខសន្តិភាពតរៀងទៅគុំបីអាខានឡាជាប្រការណានេះខ្ញុំសូមក្រាបថ្វាយបង្គំលានិងជម្រាបលា